ពាក់ព័ន្ធនឹងមូលនិធិឃុំឆ្នាំ2025នេះគឺឃុំជ័យប្រទេសរបស់ខ្ញុំបាទនេះគឺបែងចែកថវិកាដែលរាជរដ្ឋាភិបាលទម្លាក់មកនេះចែកចេញជា3ចំណែកទី1យើងយកជួសជុលផ្លូវគ្រោះធម្មជាតិទី2យើងស្ដារអាងធម្មជាតិទី3យើងធ្វើផ្លូវបេតុងលុយអភិវឌ្ឍដែលរាជរដ្ឋាភិបាលទម្លាក់មកក្នុងការអភិវឌ្ឍរបស់ឃុំយើងនេះយើងទី1យើងបានប្រជុំផ្សព្វផ្សាយទៅដល់តាមភូមិហើយក៏យើងមានប្រជុំអនុម័តនៅក្នុងគណៈកម្មការយើងដើម្បីយើងបែងចែកធ្វើម៉េចឲ្យចំគោលដៅដែលកម្រងណាដែលជាអតិភិបប្រជាប្រដ្ឋយើងអាស្រ័យផលច្រើនជាងគេហើយក៏យើងមិនអាចកម្រងរបស់មូលនិធិនេះយើងមិនអាចធ្វើផ្លូវណាមួយធ្វើឲ្យដដែលដែរអញ្ចឹងហើយបានយើងបែងចែកជា3កញ្ចប់នេះដើម្បីងាយស្រួលតភ្ជាប់ពីភូមិមួយទៅភូមិមួយងាយស្រួលឲ្យប្រជាប្រដ្ឋយើងមកទទួលសេវានៅរដ្ឋបាលឃុំយើងនេះពាក់ព័ន្ធនឹងគម្រោង3ដំណាក់កាលនេះអញ្ចឹងនៅក្នុងឃុំយើងបានដេញថ្លៃនិងយើងរកអ្នកទទួលការឃើញបាន2ហើយអញ្ចឹងយើងដេញបាន2គឺទី1គឺស្ដារអាងទី2គឺជួសជុលផ្លូវនៅផ្លូវបេតុងយើងតែបានធ្វើទេអញ្ចឹងឥឡូវនេះយើងស្ដារអាងយើងបានវាយតម្លៃបាន50%ហើយអញ្ចឹងទេប្រជាប្រដ្ឋយើងគាត់ត្រេកអរគាត់ចូលរួមណាស់ហ្នឹងហើយអញ្ចឹងឥឡូវនេះគាត់នៅពិនិត្យមើលជួយតាមដានទាំងអស់គ្នាក្នុងការធ្វើហ្នឹងតើធ្វើត្រូវទៅតាមគោលដៅផែនការដែលយើងបានដាក់អត់អញ្ចឹងមួយទៀតនឹងជួសជុលផ្លូវដីគ្រោះធម្មជាតិនេះក៏យើងដាក់ដើម្បីងាយស្រួលឲ្យគាត់តភ្ជាប់ពីភូមិមួយទៅភូមិមួយងាយស្រួលគាត់ដឹកកសិផលចេញមកហ្នឹងអញ្ចឹងក៏គាត់ត្រេកអរដែរគាត់ចូលរួមបានសូមអរគុណដែរដល់រាជរដ្ឋាភិបាលដែលបានទម្លាក់កញ្ចប់ថវិកាមកដល់ឃុំដើម្បីឲ្យឃុំនឹងមានលទ្ធភាពអភិវឌ្ឍនៅក្នុងឃុំអញ្ចឹងកញ្ចប់ថវិកាហ្នឹងយើងបានទម្លាក់មកដល់ឃុំយើងបានបែងចែកទៅតាមភូមិមួយដែលប្រជាពលរដ្ឋយើងចាំបាច់ហ្នឹងអញ្ចឹងខ្ញុំបានបញ្ជាក់ពីខាងដើមហើយភូមិរបស់ខ្ញុំបាននេះគឺមានទីដីធំផ្លូវច្រើនអញ្ចឹងយើងមុំបានតភ្ជាប់ពីភូមិមួយទៅភូមិមួយទៅភូមិមួយហ្នឹងវាឆ្ងាយពីគ្នាអញ្ចឹងហើយបានក្នុងឃុំនេះគឺទី1បានកញ្ចប់អភិវឌ្ឍហ្នឹងយកមកអភិវឌ្ឍទី2គៀងគោរមូលធិសប្បុរសជនខាងក្រៅមកជួយដែរអញ្ចឹងទេប្រជាពលរដ្ឋយើងនៅក្នុងឃុំនេះកន្លែងខ្លះក៏វានៅរៀងយឺតបន្តិចកន្លែងខ្លះក៏យើងធ្វើបានជូនគាត់ហើយកន្លែងខ្លះក៏យើងពងថាដាក់ឆ្នាំបន្តទៅទៀតដែរដើម្បីជួយសម្រួលឲ្យគាត់ងាយស្រួលគាត់ធ្វើដំណើរហ្នឹងអញ្ចឹងឃើញថាដល់ពេលយើងអភិវឌ្ឍចំគោលដៅរបស់គាត់ទៅឃើញថាគាត់ចូលរួមច្រើនយើងដាក់ទៅឲ្យចំគោលដៅដែលគាត់ចង់បានហ្នឹងអញ្ចឹងគាត់ក៏ចូលរួមច្រើនដែរអញ្ចឹងយើងដូចយកមកបញ្ជាក់អញ្ចឹងកាលណាយើងដាក់ទៅយើងអត់តាន់ដល់គោលដៅខ្វះខាតតិចតួចយើងអាចគៀងគោរសប្បុរសជនដែលគាត់ធូរធារឲ្យគាត់ជួយយើងហ្នឹងហើយឃើញតែយើងយកមកយើងអភិវឌ្ឍទៅគាត់ឃើញជាក់ស្ដែងគាត់នឹងចូលរួមហ្នឹងហើយបើយើងយកមកយើងដាក់អភិវឌ្ឍទៅអត់ចំគោលដៅទៅអាហ្នឹងគាត់មិនសូវចូលរួមទេបើសិនជាយើងដាក់ការអភិវឌ្ឍយើងទៅចំគោលដៅចំអ្វីដែលគាត់ចង់បានហ្នឹងឃើញថាគាត់ចូលរួមបានច្រើន